សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែសាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែជាកិច្ចចាប់ផ្ដើមក្រុមនេះខ្ញុំសូមគោរពជម្រាបសួរគណៈធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូទាំងអស់ជាទីគោរពសួស្តីមិត្តភក្តិទាំងអស់គ្នាជាទីស្រឡាញ់រាប់អានក្រុមនេះខ្ញុំមានសមាជិកចំនួន3រូបនេះខ្ញុំឈ្មោះភ័ក្រច័ន្ទបរមីជាបេក្ខជនទី1រៀនថ្នាក់ទី5ខ្ញុំបាទឈ្មោះប៊ូយើងសូមជាបេក្ខជនទី2រៀនថ្នាក់ទី6ខ្ញុំបាទឈ្មោះឈឹងចំណាប់ជាបេក្ខជនទី3រៀនថ្នាក់ទី4 ITP ពួកយើងជាសិស្សរៀននៅសាលារៀនសុវណ្ណភូមិទី6ទីតាំងក្រុងតាខ្មៅទី3ថ្ងៃនេះក្រុមនេះខ្ញុំសូមបង្ហាញនៅការងារគម្រោង STEM ក្រោមប្រធានបទទីក្រុង Digital បបេរអង្គពូឆ្លាតវៃដែលសិក្សាស្រាវជ្រាវសង្កេតឃើញថាប្រជាជនមានការចំណាយថវិកាលើការប្រើប្រាស់ធម៌ពលអគ្គិសនីប្រចាំខែឲ្យច្រើនគួរឲ្យកត់សម្គាល់និងជួបបញ្ហាមួយចំនួនដូចជាភ្លេចបិទកង់តាក់អំពូលត្រូវបំភ្លឺរហូតអាចឈានទៅដល់ការឆ្លងចរន្តអគ្គិសនីដែលធ្វើឲ្យប៉ះពាល់ខូចខាតឆាប់ផ្ទះនិងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនថែមទៀតផងក្រោយពីសិក្សាបញ្ហាខាងលើនេះមកក្រុមនេះខ្ញុំបានលើកយកបញ្ហាទាំងនោះមកពិភាក្សាគ្នារៀបចំជាគម្រោងអំពូលឆ្លាតវៃនៅពីចំណុចសំខាន់ចំណុចទី1ការសន្សំសំចៃធម៌ពលនៅថវិកាអំពូលឆ្លាតវៃប្រើប្រាស់បច្ចេកវិទ្យា LED ដែលមានប្រសិទ្ធភាពខ្ពស់និងមានសមត្ថភាពពិសេសដូចជាការបន្ថយពន្លឺស្វ័យប្រវត្តិឌីមីបន្ថយពន្លឺនៅពេលគ្មានមនុស្សឬយឺតៗឆ្លងកាត់និងបង្កើនពន្លឺវិញព្រាមនៅពេលមានចលនាការកំណត់ម៉ោងបើកបិទតាមម៉ោងកំណត់ឬតាមពន្លឺព្រះអាទិត្យជាក់ស្ដែងចំណុចទី2ការគ្រប់គ្រងឆ្លាតវៃមជ្ឈមណ្ឌលអាចគ្រប់គ្រងអំពូលទូទាំងក្រុងតាមរយៈប្រព័ន្ធអ៊ីនធឺណិតតាមណាស្ថានភាពដឹងភ្លាមនៅអំពូលណាដែលខូចឬមានបញ្ហាមកក៏លក្ខណៈងាយស្រួលដល់ក្រុមបច្ចេកទេសទៅជួសជុលដល់ម្ចាស់បិតាពិនិត្យការវិភាគទិន្នន័យប្រមូលទិន្នន័យនៃការប្រើប្រាស់អគ្គិសនីដើម្បីរៀបចំផែនការធម៌ពលឲ្យកាន់តែប្រសើរដើម្បីកាត់បន្ថយការចំណាយសន្សំសំចៃធម៌ពលអគ្គិសនីនិងជួយលើកកម្ពស់ទៅដល់ការប្រើប្រាស់បច្ចេកវិទ្យា Digital នៅកម្ពុជាផងដែរជាកិច្ចបន្តនេះខ្ញុំសូមប្រកល់តួនាទីបេក្ខជនទី2ដើម្បីជាជំនួយក្នុងការរៀបចំគម្រោងក្រុមខ្ញុំបានរៀបចំផែនការសិក្សាស្រាវជ្រាវសម្ភារៈនិងការច្នៃសម្ភារៈមួយចំនួនយកមកប្រើប្រាស់ដើម្បីកាត់បន្ថយការចំណាយផ្សេងសម្ភារៈរបស់អំពូលឆ្លាតវៃមានដូចជាថ្មប៉ឺ9វ៉ុលអំពូលភ្លើង3វ៉ុលកុងតាក់ sensor ខ្សែចម្លង2ម៉ែត្រក្រដាសឡាំងក្រដាសពណ៌ស្មៅទុយោកាវនិងកន្ត្រៃជាដើមមុនចាប់ដើមយើងត្រូវជ្រើសរើសផ្ទៃបាតទំហំ40សង់ទីម៉ែត្រគុណនឹង60សង់ទីម៉ែត្រព្រោះយើងចាប់ផ្ដើមគូសប្លង់នៅលើផ្ទៃបាតនោះចំនួន4ផ្នែកដល់ផ្នែកទី1យើងដេកគាត់ជាសួនច្បារសម្រាប់លម្អផ្នែកទី2យើងដេកគាត់ជាសំណង់អគារផ្នែកទី3ជាបរិវេណផ្លូវនិងផ្នែកទី4ជាកន្លែងសម្រាប់ដាក់បង្គោលភ្លើងបំភ្លឺផ្លូវស្វ័យប្រវត្តិដំបូងគេយកអំពូលភ្លើងចំនួន3អំពូលមកតជាស៊េរីដោយប្រើខ្សែចម្លងតបចូលគ្នាតបចាប់ពីអំពូលវិជ្ជមានទៅនឹងខ្សែវិជ្ជមាននិងតខ្សែចម្លងអវិជ្ជមានទៅនឹងខ្សែចម្លងអវិជ្ជមានរួមគ្នាបន្ទាប់មកយើងចាប់តាមរៀបចំកុងតាក់ថ្មប៉ឺមកចាប់ជាមួយនឹងខ្សែចម្លងឲ្យបានរួចរាល់បន្ទាប់មកទៀតយើងចាប់តាមយក sensor មកតជាមួយនឹងខ្សែចម្លងវិជ្ជមានមួយខ្សែនិងអវិជ្ជមានពីរខ្សែដល់ខ្សែវិជ្ជមានយើងត្រូវតបចាប់ជាមួយនឹងខ្សែចម្លងវិជ្ជមានពីថ្មប៉ឺទៅនឹងខ្សែចម្លងវិជ្ជមានរបស់អំពូលទាំង3របស់យើងនិងខ្សែអវិជ្ជមានទី1យើងត្រូវតបចាប់ជាមួយនឹងកុងតាក់និងខ្សែអវិជ្ជមានទី2យើងត្រូវតបចាប់ជាមួយនឹងខ្សែចម្លងអវិជ្ជមានរបស់អំពូលទាំង3របស់យើងបន្ទាប់មកយើងចាប់ផ្ដើមរៀបចំខ្សែចម្លង sensor ឲ្យមានរបៀបរៀបរយនិងមានសុវត្ថិភាពជាចុងក្រោយយើងចាប់ផ្ដើមដាក់បង្គោលភ្លើងតម្លើងសំណង់អគារនិងការច្នៃសួនច្បារទៅតាមបរិបទបរិស្ថានបៃតងដែលយើងបានរៀបចំទុកជាការស្រេចជាបន្តខ្ញុំសូមប្រកល់តួនាទីទៅឲ្យបេក្ខជនទី3ដើម្បីបន្តក្រោយពីដំណើរការគម្រោងរួចរាល់យើងទទួលបានគម្រោងទីក្រុង Digital បំពាក់ដោយអំពូលឆ្លាតវៃជាពិសេសការវិនិយោគលើអំពូលឆ្លាតវៃគឺជាជំហានដំបូងដ៏ឆ្លាតវៃបំផុតសម្រាប់រដ្ឋបាលក្រុងព្រោះវាអាចជួយកាត់បន្ថយការចំណាយប្រតិបត្តិការបានរហូតដល់ 50% ទៅ 70% និងជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានសុវត្ថិភាពនិងភាពស៊ីវិល័យជាចុងក្រោយក្រុមខ្ញុំសូមជូនពរគណៈធិបតីគណៈកម្មការលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាសូមឲ្យជួបតែសេចក្តីសុខសុខភាពល្អសំណាងល្អសម្រាប់គ្រប់ព្រះកតសូមអរគុណ
រៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា